លើខ្ញុំសូមបន្តព័ត៌មានទាក់ទងនឹងប្រធានរដ្ឋសភានៃប្រជាជាតិកម្ពុជាវិតម្លៃខ្ពស់ចំពោះការងារទំនាក់ទំនងវិស័យការទូតកម្ពុជានិងអូស្ត្រាលីបាទសម្ដេចពញាចក្រីហេងសំរិនប្រធានរដ្ឋសភាបានវិតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងអូស្ត្រាលីដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យក្រោមកិច្ចខិតខំប្រឹងប្រែងបនជំទាវអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រជាជាតិកម្ពុជាបាទនៅក្នុងឱកាសនោះផងដែរគឺសម្ដេចពញាចក្រីហេងសំរិនបានមានប្រសាសន៍ថានៅក្នុងរយៈពេល3ឆ្នាំនៃអាណត្តិការទូតរបស់លោកជំទាវ Alison បាទ Boros ដែលមកបំពេញការងារវិស័យការទូតនៅកម្ពុជាពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការធ្វើឲ្យទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែរីកចម្រើនសម្ដេចពញាចក្រីក៏បានបន្តទៀតថាសមិទ្ធផលសំខាន់ៗនៅក្នុងអាណត្តិការទូតរបស់លោកជំទាវគឺដូចជាបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅអូស្ត្រាលីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មសង្គមកិច្ចកសិកម្មនិងអភិវឌ្ឍនបទបាទក្នុងនាមប្រធានរដ្ឋសភានិងក្នុងនាមប្រជាជនកម្ពុជាសម្ដេចហេងសំរិនបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលបានរួមចំណែកក្នុងអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្ដល់ជំនួយថវិកាជាច្រើនតាំងពីដើមរហូតមកទល់ពេលបច្ចុប្បន្ននេះបាទក្រោយពីជំនួបនោះអាដាមកៅពិសិដ្ឋបាទនៃខុតកាឡៃសម្ដេចហេងសំរិននឹងដែលជាប្រធានរដ្ឋសភាបានប្រាប់អ្នកសារព័ត៌មានថាលោកជំទាវ Alison Boros ឯកអគ្គរដ្ឋទូតបាទអូស្ត្រាលីប្រចាំនៅកម្ពុជាដែលត្រូវបានចាប់អាណត្តិនឹងបានឃើញថាការអភិវឌ្ឍនៅកម្ពុជាគឺមានដំណើរយ៉ាងឆាប់រហ័សហើយលោកជំទាវក៏បានលើកឡើងទៀតថាបើទោះបីជាត្រូវបញ្ចប់អាណត្តិកម្ពុជាក៏ដោយតែនេះដែលជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីបន្តជ្រោមជ្រែងដល់អភិវឌ្ឍរបស់កម្ពុជាបាទអញ្ចឹងកម្ពុជាគឺទទួលបានការគ្រប់គ្រងយ៉ាងច្រើនពីអូស្ត្រាលីផងដែរដូចជាអូស្ត្រាលីបានផ្ដល់ជំនួយទៅដល់ខាងសាលាក្តីខ្មែរក្រហមបាទហើយក៏ផ្ដល់ការគ្រប់គ្រងក្នុងការកសាងធនធានមនុស្សនៅក្នុងប្រជាជាតិកម្ពុជាផងដែរបាទលើខ្ញុំចុះព័ត៌មាននឹងតបត្រឹងចុះដល់នីតិឲ្យកញ្ញានឹងបន្តព័ត៌មានសន្តិសុខដូចជាព័ត៌មានគ្រោះថ្នាក់ចរាចរណ៍បាទចាជម្រាបជូននៅប្រទេសបន្តតកតងទៅនឹងសន្តិសុខសង្គមគឺមានការចាញ់នៅលំឆោបបោករបស់អ្នកដែលបានខលទៅកាន់បុគ្គលទៅគាត់ជាបច្ច័យតែគាត់បានចាញ់បោកទេដោយសារថាអ្នកដែលខលទៅនឹងសូមថាបានប្រាប់ថាគាត់នឹងឈ្នះរង្វាន់ប៉ុន្តែមិនឲ្យលុយហ្នឹងគេឲ្យគាត់ផ្ញើលុយទៅគេសិនរយៈការផ្ញើទៅតាមវិញអញ្ចឹងទៅគាត់មានជួយយោបល់ពីអ្នកជុំវិញគាត់ហើយជារឿងនេះបានកើតឡើងនៅវេលាម៉ោង6:40នាទីព្រឹកថ្ងៃទី30ខែធ្នូឆ្នាំ2015ដែលកើតមានគឺទូរស័ព្ទបានមានអ្នកទូរស័ព្ទមកប្រាប់ថាមានឈ្នះរង្វាន់ធំហ្នឹងគឺទឹកដាក់$7,000ធ្វើឲ្យបរិសុទ្ធម្នាក់ដែលរស់នៅភូមិក្បាលដំរីសង្កាត់កាកាប់ខណ្ឌពោធិ៍សែនជ័យត្រេកអរលុតជើង2ជើង3តែអ្នកទូរស័ព្ទមកនោះទាមទារឲ្យជនរងគ្រោះផ្ញើលុយតាមសេវាកាតចាគឺការទូរស័ព្ទនិងលុយរត់ការហ្នឹងចំនួន$250តម្រូវឲ្យផ្ញើទៅតាមរយៈវិញជាមុនសិនហើយមិនអស់ចិត្តចាជនរងគ្រោះក៏បានដើរសួរគេឯងហើយគេផ្ដល់យោបល់ថាជាការចាញ់ល្បិចឆោបបោកហើយក៏សម្រេចចិត្តទៅប្តឹងប៉ូលីសជៀសវាងកុំឲ្យមានកើតបញ្ហាហ្នឹងទៅលើជនដទៃទៀតចាបរិបទខាងលើហ្នឹងគ្រាន់តែបានប្រាប់ឈ្មោះថាមានឈ្មោះថាសនណៃនីអាយុ27ឆ្នាំមុខរបរជាកម្មកររោងចក្ររស់នៅភូមិក្បាលដំរីសង្កាត់កាកាប់ខណ្ឌពោធិ៍សែនជ័យបើតាមសម្ដីរបស់បរិបទខាងលើហ្នឹងបានឲ្យដឹងថានៅវេលាម៉ោង6:40នាទីព្រឹកថ្ងៃទី30ខែធ្នូព្រឹកមិញហ្នឹងគឺនៅសុកស្រាប់តែមានអ្នកទូរស័ព្ទខលមកប្រាប់គាត់ថាលោកបានឈ្នះនៅរង្វាន់ធំដោយសារតែក្រឡុកពេញប៉ុងឈ្នះបានទឹកប្រាក់ចំនួន$7,000ហើយគេជាអ្នកតំណាងក្រុមហ៊ុនតែមិនបានប្រាប់ឈ្មោះឡើយហើយតែមិនដឹងថាទៅបើករង្វាន់ធំហ្នឹងនោះទេចាំមិនដឹងថាបើកតាមណាទេអញ្ចឹងគេសុំឲ្យហ្នឹងសុំឲ្យជនរងគ្រោះហ្នឹងផ្ញើកាតជាលេខទូរស័ព្ទផ្ញើកាតទូរស័ព្ទហ្នឹងគឺ097ចំនួន10សន្លឹកចាឲ្យ Smart ហ្នឹងចំនួន$15ចាជាថ្លៃសេវានិងជាសគុណបើសរុបជាទឹកប្រាក់គឺចំនួន$250ដើម្បីរត់ការឯកសារសម្រាប់បើកលុយហើយលុយទាំងនោះតម្រូវឲ្យផ្ញើតាមវិញបើទោះជាថ្លៃសេវារត់ការបែបនេះក្តីបើប្រៀបធៀបទៅគឺទឹកប្រាក់ចំនួន$7,000វាក្រែលដែរដូច្នេះគាត់គិតថាជាសំណាងរបស់គាត់ណាយុវជនណៃនេះហ្នឹងគាត់ប៉ុន្តែទន្ទឹមនឹងការរបស់គាត់ហ្នឹងក៏គាត់បានសួរគេនៅជុំវិញហ្នឹងហើយគេបានប្រាប់ថាប្រហែលជាចាញ់ល្បិចគេហើយមិនមែនជារឿងពិតប្រាកដនោះទេអញ្ចឹងទៅគាត់ក៏មានការពិគ្រោះយោបល់ជាមួយនឹងសមត្ថកិច្ចហើយគាត់ក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចដើម្បីកុំឲ្យមានរឿងហេតុការណ៍ហួសចិត្តហ្នឹងកើតឡើងទៅជនដទៃទៀត
ចាអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់សូមឲ្យមានការប្រុងប្រយ័ត្នមុននឹងទទួលដឹងឮនៅការខលតាមរយៈទូរស័ព្ទដើម្បីជាការឆោបបោកថាយើងឈ្នះរង្វាន់អីហ្នឹងយើងត្រូវដឹងឲ្យច្បាស់មុននឹងផ្ញើលុយទៅឲ្យគេចាពីព្រោះគេទាមទារឲ្យយើងនឹងផ្ញើលុយជាថ្លៃរត់ការឬក៏ជាថ្លៃសគុណអីសិនមុននឹងបានឈ្នះរង្វាន់លុយធំហ្នឹងបាទយើងក៏គិតរឿងធម្មតាចុះបើមិនយើងត្រូវរង្វាន់មែនយើងមិនបាច់ពិបាកទេគេមកដល់ផ្ទះយើងត្មងហ្នឹងពួកក្រុមហ៊ុននីមួយចង់ឲ្យរង្វាន់យើងក៏គាត់ចង់បានគេឈ្មោះគាត់ចង់ការផ្សព្វផ្សាយអំពីក្រុមហ៊ុនគាត់ដែរបាទមិនឲ្យមានអ្នករត់ការឥឡូវនេះឯងត្រូវ$30,000នេះឯងវេខ្ញុំ1000អីសិនមកដើម្បីខ្ញុំសម្រួលនីតិវិធីហ្នឹងបាទមិនពិបាកទេបើមិនយើងទៅរង្វាន់យើងមានឈ្មោះយើងមានអាស័យដ្ឋានយើងមានលេខទូរស័ព្ទគឺទំនាក់ទំនងគេទៅដល់ផ្ទះបាទហើយបាទជួនកាលគេហៅយើងមកដល់ក្រុមហ៊ុនត្មងទេបាទអញ្ចឹងបើមិនបងប្អូនជារដ្ឋសូមមេត្តាកុំចាញ់បោកឬក៏កុំឲ្យឃើញលុយច្រើនចេះតែខ្វល់កណាឬឃើញអី$7,000អីតំណងឯតាផ្ញើ$250មានតែច្រើនអីបាទនោះគេយកចាយបាត់បាទហើយទៅរណាឃើញនោះបាទលេខទូរស័ព្ទគេបោះចោលបាត់ហើយតែក៏មិនចូលអីក៏មិនចូលពិបាកបដ ாய் បាទអញ្ចឹងក៏ពិបាកដែរអញ្ចឹងសូមពិចារណាឲ្យសួរគេចឹងល្អណាស់មិញខ្ញុំទៅសើគាត់ចេះសួរគេគាត់សួរគេជំវិញគាត់នឹងសួរយោបល់គេបាទបើអត់សួរទេអស់ហើយ$250អត់បានឆ្លងឆ្នាំមកឡើយហើយបាទបន្តទៀតឥឡូវនេះសូមជម្រាបជូននៅព័ត៌មានបន្តគឺករណីយុវជនម្នាក់គឺជាជាងដែកចាប់បានឆក់ខ្សែកាបផ្ទះហ្នឹងឆេះពេញខ្លួនចាគឺយុវជនជាងដែកម្នាក់ខណៈកំពុងតែឈរយោងដែកនៅជាន់ទី3ដើម្បីធ្វើដំបូលស្រាប់តែប៉ះជាមួយនឹងខ្សែកាបបានផ្ទុះឆេះខ្លួនរងរបួសធ្ងន់ហើយបានអ្នកធ្វើការជាមួយនឹងដឹកតាមរយៈរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈហេតុការណ៍នេះគឺបានកើតឡើងនៅវេលាម៉ោង 11:15 នាទីនៅព្រឹកថ្ងៃនៅម៉ោង 11:15 នាទីថ្ងៃទី30ខែធ្នូឆ្នាំ2015ស្ថិតនៅផ្ទះល្វែងចិត្តផ្សារឯករាជ្យ2ភូមិត្រពាំងក្លឹងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យបរិសុទ្ធដែលរងរបួសមានឈ្មោះថាប៉ិនម៉េងចាភេទប្រុសអាយុ18ឆ្នាំមុខរបរជាជាងដែកស្នាក់នៅភូមិត្រពាំងក្លឹងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅក្នុងភូមិព្រៃកបាសឃុំព្រែកពោស្រុកស្រីសន្ធរខេត្តកំពង់ចាមប្រភពពីឈ្មោះរុនរាំងចាភេទប្រុសអាយុ23ឆ្នាំមុខរបរជាជាងដែកស្នាក់នៅជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានឈរនៅលើជាន់ទី3ដើម្បីចាំទទួលដែកពីខាងក្រោមមកធ្វើដំបូលនៅជាន់ទី3ដោយពីឈ្មោះសុភានឹងគាត់ជាអ្នកហុចដែកឲ្យនៅពេលដែលហុចពីក្រោមរួចទៅហើយបន្តក៏យកបន្តទៅលើខណៈដែលហុចផុតគឺស្រាប់តែចុងដែកនឹងវត្តទៅប៉ះនឹងខ្សែភ្លើងបណ្ដាលឲ្យផ្ទុះចាពីព្រោះថាវាមានតង់ចុងខ្ពស់រលាកផ្ទុះរលាកពេញខ្លួនយុវជនខាងលើរងរបួសធ្ងន់ហើយប្រភពបានបន្តទៀតថាក្រោយការហេតុហ្នឹងគឺមេជាងបានដឹកយុវជនខាងលើហ្នឹងតាមរយៈរថយន្តយកទៅសង្គ្រោះនៅគ្លីនិកឯកជនគឺគ្លីនិកចំចៅប៉ុន្តែដោយសារតែស្ថានភាពរងរបួសហ្នឹងគឺធ្ងន់ធ្ងរពេកក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈបច្ចុប្បន្នជនរងគ្រោះកំពុងតែសម្រាប់ព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈនេះគឺជាការធ្វេសប្រហែសចាប្រយ័ត្នប្រហែសចាមានន័យថាប្រយ័ត្នគួងឯងចំចឹងចាប្រហែសបាត់ប្រយ័ត្នគួងចាប្រហែសបាត់ប្រយ័ត្នប្រហែសសំបានទេអត់ទេចង់និយាយថាបើសិនជាគាត់មានការប្រុងប្រយ័ត្នជាងហ្នឹងប្រហែលជាគាត់មិនអាចមានករណីហ្នឹងកើតឡើងទេពីព្រោះអីយើងតែងតែជម្រាបជូនអំពីបញ្ហាដែកដែលធ្វើនៅជាប់បង្គោលភ្លើងមានន័យថាវាឆ្លងចរន្តតង់ចុងហ្នឹងវាខ្ពស់កាលណាដែកហ្នឹងវត្តទៅប៉ះនឹងបង្គោលភ្លើងទាំងអស់ហ្នឹងវាបង្កជាការឆក់រលាកពេញខ្លួនឬក៏ករណីនេះគឺផ្ទុះរលាកពេញខ្លួនអញ្ចឹងយើងតែងតែជម្រាបហើយជម្រាបទៀតអញ្ចឹងសម្រាប់អ្នកដែលគាត់ធ្វើការផ្នែកខាងហ្នឹងបើសិនជាគាត់មានការប្រុងប្រយ័ត្នបង្កើនការប្រុងប្រយ័ត្នឲ្យបានច្រើនប្រហែលជាមិនអាចកើតនៅបញ្ហាហ្នឹងទេបាទនេះតតែខាងមេការសំណងឬក៏ខាងក្រសួងពាក់ព័ន្ធតតែមានបើកសិក្ខាសាលាណាមួយបញ្យល់គាត់អំពីបញ្ហាប្រឈមក៏ដូចជាបញ្ហាហានិភ័យផ្សេងៗខ្ញុំឃើញថាដូចជាមិនស្ទាន់មានការចាប់អារម្មណ៍ទៅលើកម្មករសំណងទេដូចជាគាត់ធ្វើទៅគាត់ចង្ការទៅធ្លាក់ពីរន្ទាទៅចង្ការឆក់អញ្ចឹងទៅបាទអញ្ចឹងតតែគាត់ស្វែងយល់អំពីបញ្ហាហានិភ័យដែលអាចកើតឡើងនៅពេលដែលគាត់ធ្វើការងារបាទអញ្ចឹងបើមិនគាត់អត់បានយល់ទេគាត់ធ្វើទៅតាមអ្វីដែលគាត់នឹកឃើញធ្វើអ្វីទៅតាមគាត់ទម្លាប់របស់គាត់បាទអញ្ចឹងសូមឲ្យខាងមេការសំណងឬក៏
ប្របាដែរជួនកាលទៅគាត់ទៅរើសមកថ្មីបាទអញ្ចឹងប្របាដែរតតែមានការសហការគ្នាបន្ថែមទៀតបាទឥឡូវខ្ញុំបញ្ចប់ទៅពេលចុះហើយយើងខ្ញុំទាំងពីរនាក់សូមសម្រាប់មួយផ្សេងសិនយើងនឹងបន្តព័ត៌មានផ្សេងៗទៀតនៅវគ្គក្រោយបាទ